នៅក្នុងដំណើរជីវិតយើងមិនចាំបាច់ប្រកបចិត្តគេគ្រប់រឿងទេហើយក៏កុំខ្លាចនៅពេលដែលគេអត់ចូលចិត្តយើងគ្រីស្ទីណូរ៉ូណាល់ដូគាត់និយាយថាកុំខ្លាចគេមិនចូលចិត្តយើងបើសិនជាយើងរកឃើញគោលការណ៍រស់នៅមួយដ៏ត្រឹមត្រូវសម្រាប់ជីវិតខ្លួនឯងអ្នកខ្លះរស់នៅគឺខ្លាចគេមិនចូលចិត្តហើយធ្វើរឿងដែលក្បត់ជាមួយនឹងគោលការណ៍ខ្លួនឯងធ្វើរឿងដែលខ្លួនឯងអត់សប្បាយចិត្តក៏មានដែរអ្នកខ្លះអត់ចេះផឹកទេប៉ុន្តែដោយសារតែខ្លាចគេមិនចូលចិត្តបខំខ្លួនឯងឲ្យផឹកដែរអ្នកខ្លះអត់ចេះជក់ទេបខំខ្លួនឯងឲ្យចេះជក់ដែរព្រោះខ្លាចចូលគេមិនចុះរស់នៅកុំតម្រឹមខ្លួនឯងដើម្បីតម្រូវចិត្តអ្នកដទៃច្រើនពេករស់នៅកុំខ្លាចគេមិនចូលចិត្តយើងច្រើនពេករស់នៅត្រូវមានគោលការណ៍ជាខ្លួនឯងគ្មានអ្នកណាស្គាល់សុខទុក្ខយើងច្បាស់ជាងយើងខ្លួនឯងទេហើយគ្មានអ្នកណាមួយដែលរស់នៅឥតខ្ចោះនៅលើផែនដីនឹងហើយអត់មានអ្នកស្អប់មានតែអ្នកចូលចិត្តសុទ្ធ 100% វាអត់មានទេមានអ្នកចូលចិត្តមានអ្នកមិនចូលចិត្តជារឿងធម្មតានៅក្នុងសង្គមមនុស្សរបស់យើងគេមិនចូលចិត្តយើងមិនមែនមានន័យថាយើងអន់ទេពេលខ្លះយើងល្អជាងគេក៏គេមិនចូលចិត្តយើងដែរចុះរឿងអីហេតុអីបានយើងត្រូវតម្រូវខ្លួនឯងតាមចិត្តគេគ្រប់ពេលវេលា